ចាជំរាបសួរពុកម៉ែបងប្អូនទីឆ្លាញ់ទាំងអស់គ្នាថ្ងៃនេះម៉ាក់ផាននាំមកកាន់ពេកម៉ាក់កាភីមធ្វើម្ហូបទៀតហើយបងប្អូនស្បាច់ជាស្ងល់ហើយថាម៉ាក់កាភីមធ្វើម្ហូបអីគេថ្ងៃហ្នឹងចាម្ហូបនេះគឺម៉ាក់កាភីមដាក់ឈ្មោះថាមុខតាពាំងសាច់ជ្រូក3ជាន់បងប្អូនហើយគ្រាន់តែឃើញក្បាលវីដេអូនេះក៏ទំនងដែរចាម៉ាក់ផាប្រាប់ថាញ៉ាំជាមួយនឹងបាយតំណាប់ក្តៅក្តៅបាយខ្សាយក្តៅក្តៅស្ងាញ់សាហាវចាតោះទៅមើលវិធីធ្វើទាំងអស់គ្នាជាដំបូងម៉ាក់ផាត្រៀមជាមួយនឹងសាច់ជ្រូក3ជាន់1គីឡូតាពាំងស្ងោរ1គីឡូបងប្អូនហើយនឹងខ្ទឹមក្រហម20បាតបាយយ៉ាណាង10បាតមកបងប្អូនស្លឹកខ្ទឹមគល់ក្រៃស្លឹកក្រូចម្ដេងបងប្អូនអរគ្នាត្រៀមហើយជាមួយនឹងម្ទេសមកក្តាប់មកចុចចិត្តហិលដាក់ហិលទៅបងប្អូននេះត្រៀមគ្រឿងផ្សំហើយម៉ាក់ផាក៏មកហាន់ជាមួយនឹងសាច់ជ្រូក3ជាន់សាច់ជ្រូក3ជាន់នេះបងប្អូនអរគ្នាកុំហាន់ធំពេកដូចម៉ាក់ផាអញ្ចឹងបងប្អូនអរគ្នាអូយស្អិនពិបាកនឹងស្អិនណាស់ចាហើយក៏យើងមកត្រៀមជាមួយនឹងស្លឹកគ្រៃហាន់ហើយក៏យើងទុកដោយឡែកជាទៅហើយក៏យើងមកបន្តហាន់ជាមួយនឹងម្ដេងបងប្អូនហាន់ម្ដេងហើយក៏យើងទុកមួយដោយឡែកយើងមកបន្តហាន់ជាមួយនឹងខ្ទឹមក្រហមហាន់ទូចបែបនេះមកវានឹងបុកម៉ត់លឿនអញ្ចឹងណាបងប្អូនចាហាន់ទុកដោយឡែកហើយម៉ាក់ផាក៏មកត្រៀមជាមួយនឹងយកសមកោសជាមួយតាពាំងណាបងប្អូនកោសឲ្យវាជាតសៃបែបនេះបងប្អូនចូលចិត្តតសៃខ្លីក៏ដាក់តសៃខ្លីបងប្អូនចូលចិត្តដាក់តសៃវែងក៏ហាន់ដាក់តសៃវែងទៅបងប្អូនសម្រាប់ម៉ាក់ផាចូលចិត្តមិនចូលចិត្តទេដាក់តសៃខ្លីវានឹងស្រួលដួសហូបចឹងណាចាក៏ហើយកោសទៀតមួយទៀតឲ្យហើយបែបនេះគឺនេះហើយបងប្អូនអរគ្នាចឹងទៅម៉ាក់ផាក៏ត្រៀមជាមួយនឹងគ្រឿងដែលម៉ាក់ផាត្រៀមទុកមិញចាជាពិសេសបងប្អូនកុំភ្លេចជាមួយនឹងកតណើបត្រាំបងប្អូនមកក្តាប់ទៅចាហើយក៏យើងមកបុកជាមួយនឹងម្ទេសក្រៀមម្ទេសស្រស់ស្លឹកគ្រៃម្ដេងបុកគ្រឿងឲ្យម៉ត់ម្នុយមួយមុខនេះបងប្អូនអរគ្នាឆ្ងាញ់សាហាវឲ្យបន្ទុក10លើស10បុកម៉ត់ហើយយើងដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមបុកវាបន្ថែមដួសម៉ត់ហើយដួសវាទុកដោយឡែកក៏យើងមកបុកជាមួយនឹងអង្គតណាបដែលយើងត្រាំបងប្អូនអរគ្នាចាហើយបើសិនជាបងប្អូនយកទៅធ្វើញ៉ាំបងប្អូនកុំដាក់អង្គតណាបច្រើនពេកដាក់តែបន្តិចបានហើយបុកហើយមកផាក៏ត្រៀមជាមួយនឹងឆ្លឹកយ៉ាណាងយកមកក្លុកវាហើយសម្រាប់យកតែទឹកមកបងប្អូនអរគ្នានេះហើយមកកាភីមក៏ត្រៀមលាយគ្រឿងបងប្អូនដាក់តាពាំងដាក់សាច់ជ្រូក3ជាន់ហើយនឹងដាក់គ្រឿងបុកយើងហ្នឹងបងប្អូនអរគ្នាបុកដែលយើងគ្រឿងបុកមិញហ្នឹងចាយកមកដាក់លាយច្បល់ឲ្យវាហើយដាក់ជាមួយនឹងកតណើបបុកយើងហ្នឹងដាក់ទឹកប្រហុកដាក់ប៊ីចេងដាក់ស្ករដាក់រ៉ូឌីចង់និយាយថាទឹកត្រីហ្នឹងសម្រាប់បងប្អូនចូលចិត្តប្រៃល្មមផ្អែមអញ្ចឹងបងប្អូនលៃតាមហ្នឹងណាចាឲ្យជាមួយនឹងទឹកយ៉ាណាងកូរវាឲ្យសព្វហើយយើងយកទៅដាក់លើភ្លើងហើយលើភ្លើងបងប្អូនអរគ្នាកុំដាក់ភ្លើងខ្លាំងពេកហើយកូរវាកុំឈប់កូរបងប្អូនបើអញ្ចឹងទេខ្លោចហើយក៏យើងកូរសព្វគ្រឿងហើយយើងដាក់ជាមួយនឹងស្លឹកជីប្រហើរស្លឹកក្រូចបងប្អូនអរគ្នាបើមិន